សូមជូនជីវប្រវត្តិអតីតតារាភាពយន្តលោកខៃប្រសិទ្ធចាសសូមជម្រាបសួរអស់លោកស្រីអ្នកនាងកញ្ញានិងពុកម៉ែបងប្អូនទាំងក្នុងនិងក្រៅប្រទេសជាទីមេត្រីថ្ងៃនេះផងដែរនាងខ្ញុំនឹងពំនាំយករឿងរ៉ាវដ៏សែនជក់ចិត្តមួយទៀតតាក់ទងទៅនឹងប្រវត្តិសិល្បករនៃអំឡុងទសវត្សរ៍ឆ្នាំ80និង90គឺលោកខៃប្រសិទ្ធមកចែកជូនពុកម៉ែបងប្អូនបានស្ដាប់ក៏ដូចជាទស្សនាតោះចង់ដឹងរឿងរ៉ាវជក់ចិត្តយ៉ាងណាសូមជួបជាមួយនឹងការអត្ថាធិប្បាយរបស់នាងខ្ញុំដូចតទៅអំពីជីវប្រវត្តិលោកខៃប្រសិទ្ធកើតនៅឆ្នាំ1968និងមានស្រុកកំណើតនៅខេត្តពោធិ៍សាត់ឪពុករបស់លោកខៃប្រសិទ្ធឈ្មោះខៃម៉ឺននិងម្ដាយរបស់លោកឈ្មោះពុលសនជាកសិករលោកខៃប្រសិទ្ធគឺជាកូនប្រុសទី2ក្នុងចំណោមបងប្អូនសរុបចំនួន7នាក់ក្នុងនោះមានប្រុស5នាក់និងស្រី2នាក់ការចូលប្រឡូកក្នុងវិស័យសិល្បៈបុរសស្រស់សង្ហាថ្ពាល់ខួចមុខមានមុនស្នេហ៍លោកខៃប្រសិទ្ធបានចូលសម្ដែងសិល្បៈជាលើកដំបូងក្នុងឆ្នាំ1985ក្នុងខ្សែភាពយន្តរឿងចិត្តចងចាំនៅឆ្នាំ1987លោកខៃប្រសិទ្ធបានទទួលពានរង្វាន់ចំណាត់ថ្នាក់លេខ1នៅក្នុងកម្មវិធីមហោស្រពភាពយន្តជាតិជាតួឯកប្រុសដែលមានប្រជាប្រិយភាពបំផុតក្នុងនោះគេបានដឹងថាចំណាត់ថ្នាក់លេខ2បានទៅលើលោកចៅច័ន្ទនារីនិងលេខ3ស្ទួនបានទៅលើលោកពេជ្រភិរុននិងលោកសំតារាស្នាដៃសិល្បៈក្រោយពីមានតួនាទីជាតួឯកក្នុងរឿងដំបូងមកលោកខៃប្រសិទ្ធក៏ទទួលបានការគាំទ្រយ៉ាងច្រើនពីសំណាក់ទស្សនិកជនជាបន្តបន្ទាប់ដែលក្នុងនោះរួមមានដូចជារឿងឥន្ទ្រីកុមាររឿងនាងរំសាយសក់ឬធីតាកោះកែវរឿងគ្មានថ្ងៃបំភ្លេចបានរឿងគំនុំដួងចិត្តរឿងកំហឹងចងផ្ចាញ់ស្រឡាញ់ចងចិត្តរឿងភ្នំពេញស្នេហាខ្ញុំរឿងក្តាមស្រែរឿងក្រមុំដោះស្នែងរឿងចំនោបៃលិនរឿងផ្លូវបែកជា3រួមជាមួយនឹងខ្សែភាពយន្តផ្សេងៗទៀតជាច្រើនមេផ្ទះយ៉ាងម៉េចទៀតទៅអូនខំនៅផ្ទះមិនហ៊ានចេញដើរទៅណាទេនៅថាមិនតាន់មេផ្ទះទៀតណាអូននៅចាំចៅរាល់ថ្ងៃចំណែកដៃគូសម្ដែងស្រីដែលលោកខៃប្រសិទ្ធតែងតែបានចូលរួមសម្ដែងជាមួយមានដូចជាអ្នកនាងសុកស្រីមុំអ្នកនាងកែវកល្យានអ្នកនាងអំពរទេវីអ្នកនាងចន្ទរាទីអ្នកនាងហុកលក្ខិណាអ្នកនាងឯកអមរានិងអ្នកនាងពិសិដ្ឋពីលិកាភរិយារបស់លោកជាដើមឡាគេនិយាយទទួលភ្ញៀវឲ្យដូចតើបើអញ្ចឹងគេចេះរាក់តាក់ភ្ញៀវណាហើយណែអូនឯងដឹងទេគេចេះស្លោសំឡសំពាំងស្នោស្អីទៀតផងឆ្ងាញ់ឆ្ងាញ់អស់ចាហ្មងបងអស់បាយ 4-5 ចានហ្នឹងអូអញ្ចឹងតើបានជាបងមិនពិសាបាយតែមិនអីទេគ្រាន់តែសម្លេងតាវ៉ៅកញ្ចក់ណៃស្រួយដល់បន្លាក្រូចលាក់ពាក់នឹងភៀតែប៉ុណ្្នឹងអូនក៏អាចធ្វើបានដែរប្រវត្តិស្នេហានៅអំឡុងឆ្នាំ1989លោកខៃប្រសិទ្ធក៏បានភពប្រសពជាមួយនឹងអ្នកសិល្បៈរួមចំនួនជាមួយលោកដែរដែលគាត់គឺជានេតការរបាំដ៏ល្បីល្បាញផងនោះគឺអ្នកស្រីពិសិដ្ឋពីលីកាអ្នកស្រីពិសិដ្ឋពីលីកាមានឈ្មោះពិតឬឈ្មោះកំណើតថាអុកអៀបពីលីកើតនៅឆ្នាំ1965ឆ្នាំមមីនិងមានទីកន្លែងកំណើតនៅខេត្តស្វាយរៀងអ្នកស្រីនិងក្រុមគ្រួសារបានចាក់ចែងពីស្រុកកំណើតមករស់នៅរាជធានីភ្នំពេញតាំងតែពីអ្នកស្រីអាយុ4ឬ5ឆ្នាំអ្នកស្រីពិសិដ្ឋពីលីកាមានឪពុកឈ្មោះអុកហែលជាអ្នកស្រុកអង្គរជ័យខេត្តកំពតនិងម្ដាយឈ្មោះមេងមុនីជាអ្នកពោធិ៍តាហោខេត្តស្វាយរៀងអ្នកស្រីពិសិដ្ឋពីលីកាមានប្អូនស្រី2នាក់គឺម្នាក់ឈ្មោះអុកឌីវីណានិងម្នាក់ទៀតឈ្មោះអុកឌីរ៉ាឌូក្រោយពីឪពុកម្ដាយចែកឋានអស់ទៅអ្នកស្រីពិសិដ្ឋពីលីកានិងប្អូនក៏បានរស់នៅជាមួយម្ដាយមីងឈ្មោះមេងគុណណាលីនិងឪពុកមីឈ្មោះសៅពិសិដ្ឋវិញវេលានោះហើយដែលអ្នកស្រីបានផ្លាស់ប្ដូរឈ្មោះពីអុកអៀបពីលីទៅជាពិសិដ្ឋពីលីកាវិញក្រោយពីចូលប្រឡូកក្នុងវិស័យសិល្បៈ
អ្នកស្រីពិសិដ្ឋពីលីកាមានការរវល់ជាខ្លាំងជាមួយនឹងការថតខ្សែភាពយន្តពេលនោះហើយគឺជាពេលដែលអ្នកស្រីបានជួបប្រសពជាមួយលោកខៃប្រសិទ្ធដែលជាតារាសម្ដែងដ៏ល្បីឈ្មោះមួយរូបដែរពួកគាត់ទាំងពីរបានសម្ដែងរួមគ្នានៅក្នុងខ្សែភាពយន្តក៏ដូចជាវីដេអូខារ៉ាអូខេជាច្រើនដោយហេតុនេះហើយឈុតឆាកស្នេហានៅក្នុងសាច់រឿងរបស់អ្នកទាំងពីរក៏បានរីកដុះដាលក្លាយទៅជាស្នេហាក្រៅសាច់រឿងពីមួយថ្ងៃទៅមួយថ្ងៃចំណងស្នេហាស្អិតរមួតរបស់អ្នកទាំងពីរក៏បានក្លាយទៅជាស្នេហាពិតហើយអ្នកទាំងពីរក៏បានសម្រេចចិត្តដឹកដៃគ្នាចូលរោងការតែម្ដងនៅឆ្នាំ1989នាឆ្នាំ1991ចំណងស្នេហានៃតារាទាំងពីរក៏ទទួលបានចំណងដៃកូនប្រុសម្នាក់ឈ្មោះខៃសិតលីសាជប់តានាងណែជប់តាមើលយីនាងនេះក៏ទេបានជាមកលើខ្ញុំទួអុយមកផ្ទះខ្ញុំមានកាយអ្នកណាក៏មានការបាត់មកអូជិះនិយាយតានាងមកមានកាយមិនក៏មិននិយាយប្រាប់ខ្ញុំមកថាបដាចេញវិញត្រីត្មងអ្នកតែនិយាយគេមិនហ្នឹងតែណាទៅណាវីមែនទេអូបើអញ្ចឹងមានតែរូបខ្ញុំណែនាងមិនណែស្គាល់រូបខ្ញុំផងហើយមករកខ្ញុំមានកាយហ្នឹងកុំនិយាយតែប្រាស់ណាអ្នកណាថាខ្ញុំរកគាត់ឯងសំដីនាងដូចជាមិនសាសមនឹងរូបរាងតតិចសោះស្មានថាលោកឯងហ្នឹងគាត់បានរកទេនាងនិយាយបានសមរម្យបន្តិចទេនាងមកនេះមកមានការសំខាន់ឬទោះបីអ្នកទាំងពីរក៏សាងគ្រួសារនិងមានកូនរួចទៅហើយក្តីតែប្រជាទស្សនិកជនទាំងក្នុងនិងក្រៅស្រុកនៅតែគាំទ្ររកស្នាដៃសម្ដែងរបស់ពួកគាត់ដដែលក៏ប៉ុន្តែគួរឲ្យសោកស្ដាយចំណងស្នេហាផ្អែមល្ហែមរបស់តារាទាំងពីរនេះមានរយៈពេលមិនបានយូរអង្វែងឡើយដែលនៅខែកញ្ញាឆ្នាំ1998លោកខៃប្រសិទ្ធនិងអ្នកស្រីពិសិដ្ឋពីលីកាបានរកាំរកោសគ្នាហើយក៏បែកបាក់ចែកផ្លូវគ្នារៀងខ្លួនទៅនឹងបង្ហាញគ្នាដែរកុំស្មានថាខ្ញុំចង់មកជន់ទៀតទេនោះក្រោយពីបែកគ្នាក៏ចាប់ផ្ដើមមានលេចលឺពាក្យចចាមអារាមជាច្រើនចំពោះចំណងអាពាហ៍ពិពាហ៍របស់ពួកគាត់ទាំងពីរដោយខ្លះថាដោយសារតែពួកគាត់រវល់នឹងការងារច្រើនពេកក៏បានធ្វើឲ្យចំណងអាពាហ៍ពិពាហ៍រវាងអ្នកទាំងពីររង្គោះរង្គើបន្តិចម្ដងនិងអ្នកខ្លះថាដោយសារតែមានអ្នកទី3ជ្រៀតជ្រែកទើបធ្វើឲ្យស្នេហាអ្នកទាំងពីរឈានដល់ផ្លូវបំបែកដូច្នេះក្រោយពីបញ្ចប់ចំណងស្នេហាជាមួយអ្នកស្រីពិសិដ្ឋពីលីកាទៅលោកខៃប្រសិទ្ធក៏បានសាងគ្រួសារថ្មីនៅលើទឹកដីប្រទេសអូស្ត្រាលីផងដែរនេះអំឡុងឆ្នាំ1999រឿងរ៉ាវដ៏សាររន្ធត់មួយបានកើតមានឡើងគឺអតីតភរិយារបស់លោកអ្នកស្រីពិសិដ្ឋពីលីកាត្រូវខ្មាន់កំភ្លើងមិនស្គាល់មុខបាញ់ប្រហារបណ្ដាលឲ្យស្លាប់បាត់បង់ជីវិតយ៉ាងអនាចធមចោលកូនប្រុសដ៏កំសត់របស់នាងនៅថ្ងៃទី13ខែកក្កដាឆ្នាំ1999ក្រោយពីអតីតភរិយាទទួលមរណភាពទៅលោកខៃប្រសិទ្ធក៏បានវិលត្រឡប់ពីប្រទេសអូស្ត្រាលីដើម្បីទទួលយកកូនប្រុសតែម្នាក់គត់ដែលជាដំណក់ឈាមរវាងលោកនិងអ្នកស្រីពិសិដ្ឋពីលីកាយកទៅចិញ្ចឹមបីបាច់ថែរក្សាបន្តហើយលោកក៏បានផ្លាស់ប្ដូរឈ្មោះកូនប្រុសរបស់លោកពីខៃសិតលីសាទៅជាម៉ឺនសិតស័កវិញដើម្បីឲ្យដូចទៅនឹងកូនប្រុសម្នាក់ទៀតរបស់លោកជាមួយភរិយាក្រោយគឺម៉ឺនសិតឧត្តមងាយស្រួលក្នុងការធានាយកទៅប្រទេសអូស្ត្រាលីបច្ចុប្បន្ននេះលោកខៃប្រសិទ្ធនិងកូនប្រុសច្បងរបស់លោកគឺខៃសិតលីសាហៅ Michael កំពុងរស់នៅយ៉ាងមានសុភមង្គលហើយលោកក៏មានកូនប្រុសស្រីចំនួន3នាក់បន្ថែមទៀតផងដែរលោកខៃប្រសិទ្ធធ្លាប់អញ្ជើញមកលេងប្រទេសខ្មែរជាច្រើនដងមកហើយប៉ុន្តែលោកតែងតែលាក់បាំងដោយមិនចង់ឲ្យគេដឹងពីដំណើររបស់លោកទេទោះជាយ៉ាងនេះក្តីលោកក៏ធ្លាប់បានមកលេងស្រុកកាលពីឆ្នាំ2008ដើម្បីមកលក់ផ្ទះហើយនៅឆ្នាំ2013លោកក៏បានត្រឡប់មកកម្ពុជាម្ដងទៀតដើម្បីចូលរួមជាភ្ញៀវកិត្តិយសក្នុងពិធីមង្គលការរបស់អតីតតារាកំប្លែងជើងចាស់នេះត្រដក់នឹងអ្នកនាងជុំរស្មីហៅស្រីទូចលោកខៃប្រសិទ្ធគឺជាអតីតតារាភាពយន្តដ៏ល្បីឈ្មោះកាលពីចំនួន80និង90ដែលកាលនោះនរណាក៏ស្គាល់លោកដែរតាមរយៈរូបសម្រស់ដ៏ស្រស់សង្ហាជាមួយនឹងសមត្ថភាពសម្ដែងរបស់លោកដោយបានឆក់យកបេះដូងនារីជាច្រើនស្ទើរតែទូទាំងប្រទេសតែម្ដងសប្តាហ៍ថ្ងៃនេះអតីតតារាភាពយន្តរូបនេះបានដកខ្លួនចេញពីវិស័យសិល្បៈហើយសម្ងំរស់នៅសាងគ្រួសារយ៉ាងមានសុភមង្គលនៅលើទឹកដីប្រទេសអូស្ត្រាលី
ចាស់ព្រេមម្នាក់ស្ដាប់ជាទីមេត្រីជីវប្រវត្តិអតីតតារាភាពយន្តលោកខៃប្រសិទ្ធដែលនាងខ្ញុំបានលើកយកមកអត្ថាធិប្បាយជូនពុកម៉ែបងប្អូនបានស្ដាប់ក៏ដូចជាទស្សនាក៏បានមកដល់ទីបញ្ចប់ហើយដែរនាងខ្ញុំក៏សូមខន្តីអភ័យទោសប្រសិនជាមានកំហុសខុសឆ្គងការលើសលួសពាក្យសម្ដីដោយប្រការណាមួយសូមអរគុណពីនាងខ្ញុំអឹមស៊ីវិគីមនីដួងចិត្ត